Silly Boy បញ្ហារបស់ Onyx មានតាំងពី draft រហូតដល់កីឡាករលេងមិនយល់ចិត្តគ្នា Silly Boy អតីតកីឡាករល្អម្នាក់របស់ឥណ្ឌូនេស៊ីបានមើលឃើញចំណុចអវិជ្ជមានច្រើនក្នុងក្រុម Onyx ID លេងនៅក្នុងព្រឹត្តិការណ៍ M7 នេះដែលកើតមានតាំងពីពេលខូច draft hero រហូតដល់កីឡាករម្នាក់លេងសុទ្ធតែមានចំណុច error ទាំងអស់ក្រុម Onyx ជាម្ចាស់ជើងឯក MPL ID រដូវកាលទី16និងទើបតែឈ្នះពានរង្វាន់ Gap of Future 2025អមជាមួយនឹងប្រាក់រង្វាន់បានជាង$30,000ផងដែរពួកគេជាក្រុមមួយដែលអ្នកគាំទ្ររំពឹងថានឹងធ្វើបានល្អនៅ M7 ឬអាចឈ្នះពានរង្វាន់នេះផងដែរតែជាក់ស្ដែងពេលប្រកួតក្រុមដឹកនាំដោយខូច AD មួយនេះលេងមិនល្អឡើយដោយវគ្គ Swiss Stake លេង3ប្រកួតចាញ់ដល់ទៅ2ប្រកួតនិងឈ្នះតែ1ប្រកួតប៉ុណ្ណោះពួកគេកំពុងតែប្រឈមនឹងធ្លាក់ត្រឹមវគ្គដំបូងនេះហើយចំពោះបញ្ហានេះដែរ Silly Boy ដែលមានបទពិសោធន៍ជោគជាំកាលពីពេលកន្លងទៅនិយាយថា Onyx លេងមិនល្អមិនអាចបន្ទោសតែម្ខាងបានឡើយយើងមើលឃើញថាពួកគេមានបញ្ហាតាំងពី draft hero មកម្លេះដល់ពេលប្រកួតជាក់ស្ដែងក៏កីឡាករលេងមិនយល់ចិត្តគ្នាថែមទៀតដែលធ្វើឲ្យការប្រកួតរបស់គេចាញ់ប្រៀបដៃគូខ្លាំងដោយនេះសបញ្ជាក់ឲ្យឃើញថាទាំងការ draft hero និងកីឡាករលេងមានបញ្ហាដូចគ្នាសូមបញ្ជាក់ថា Onyx ប្រកួតកាត់សេចក្តីរបស់ពួកគេនឹងប៉ះជាមួយនឹងក្រុម Evil របស់សង្ហបុរីដោយវគ្គនេះក្រុមណាឈ្នះនឹងអាចបន្តក្តីសង្ឃឹមហើយក្រុមណាចាញ់នឹងត្រូវហាលអាចត្រឹមនេះហើយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី16ខែមករាឆ្នាំ2026ខាងមុខសាំងជាមួយទ្រូហូមមិនថ្លៃដូចបងប្អូនគិតនោះទេសំខាន់មានប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនថែមទៀតសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ093 999និង393Silly Boy បញ្ហារបស់ Onyx មានតាំងពី draft រហូតដល់កីឡាករលេងមិនយល់ចិត្តគ្នា Silly Boy អតីតកីឡាករល្អម្នាក់របស់ឥណ្ឌូនេស៊ីបានមើលឃើញចំណុចអវិជ្ជមានច្រើនក្នុងក្រុម Onyx ID លេងនៅក្នុងព្រឹត្តិការណ៍ M7 នេះដែលកើតមានតាំងពីពេលខូច draft hero រហូតដល់កីឡាករម្នាក់លេងសុទ្ធតែមានចំណុច error ទាំងអស់ក្រុម Onyx ជាម្ចាស់ជើងឯក MPL ID រដូវកាលទី16និងទើបតែឈ្នះពានរង្វាន់ Gap of Future 2025អមជាមួយនឹងប្រាក់រង្វាន់បានជាង$30,000ផងដែរពួកគេជាក្រុមមួយដែលអ្នកគាំទ្ររំពឹងថានឹងធ្វើបានល្អនៅ M7 ឬអាចឈ្នះពានរង្វាន់នេះផងដែរតែជាក់ស្ដែងពេលប្រកួតក្រុមដឹកនាំដោយខូច AD មួយនេះលេងមិនល្អឡើយដោយវគ្គ Swiss Stake លេង3ប្រកួតចាញ់ដល់ទៅ2ប្រកួតនិងឈ្នះតែ1ប្រកួតប៉ុណ្ណោះពួកគេកំពុងតែប្រឈមនឹងធ្លាក់ត្រឹមវគ្គដំបូងនេះហើយចំពោះបញ្ហានេះដែរ Silly Boy ដែលមានបទពិសោធន៍ជោគជាំកាលពីពេលកន្លងទៅនិយាយថា Onyx លេងមិនល្អមិនអាចបន្ទោសតែម្ខាងបានឡើយយើងមើលឃើញថាពួកគេមានបញ្ហាតាំងពី draft hero មកម្លេះដល់ពេលប្រកួតជាក់ស្ដែងក៏កីឡាករលេងមិនយល់ចិត្តគ្នាថែមទៀតដែលធ្វើឲ្យការប្រកួតរបស់គេចាញ់ប្រៀបដៃគូខ្លាំងដោយនេះសបញ្ជាក់ឲ្យឃើញថាទាំងការ draft hero និងកីឡាករលេងមានបញ្ហាដូចគ្នាសូមបញ្ជាក់ថា Onyx ប្រកួតកាត់សេចក្តីរបស់ពួកគេនឹងប៉ះជាមួយនឹងក្រុម Evil របស់សង្ហបុរីដោយវគ្គនេះក្រុមណាឈ្នះនឹងអាចបន្តក្តីសង្ឃឹមហើយក្រុមណាចាញ់នឹងត្រូវហាលអាចត្រឹមនេះហើយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី16ខែមករាឆ្នាំ2026ខាងមុខសាំងជាមួយទ្រូហូមមិនថ្លៃដូចបងប្អូនគិតនោះទេសំខាន់មានប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនថែមទៀតសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ093 999និង393